បងប្អូនគ្រាន់តែឮមុខម្ហូបផាត់លើមួយមុខនេះបងប្អូនគិតថាពិបាកធ្វើណាស់មែនទេថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនពីវិធីធ្វើផាត់លើងាយៗហើយមានរសជាតិឆ្ងាញ់ជាដំបូងយើងមករំលឹងគល់ស្លឹកគ្រៃរំដេងនិងស្លឹកក្រូចសើចឲ្យបានឈ្ងុយបន្តិចសិនបន្ទាប់មកខ្ញុំចាក់សាច់ដែលខ្ញុំបានលាងសម្អាតរួចមានដូចជាត្រចៀកជ្រូកពោះជ្រូកនិងក្រពះជ្រូកដើម្បីឲ្យសាច់របស់យើងនឹងមានក្លិនឈ្ងុយហើយបាត់ក្លិនឆ្អាបស្រស់រួចយើងត្រូវយកសាច់នឹងទៅលាងទឹកម្ដងទៀតដើម្បីឲ្យសាច់របស់យើងនឹងកាន់តែស្អាតបន្ទាប់មកយើងមករំលែងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមពោតកាក់ឈើអែមបន្ទាប់មកយើងបន្ថែមជាមួយនឹងស្ករត្នោត1ស្លាបព្រាបាយកូរឲ្យមានក្លិនឈ្ងុយបន្តិចសិនរួចចាក់សាច់ដែលយើងបានលាងសម្អាតរួចនឹងចូលកូរឲ្យសព្វជាមួយនឹងគ្រឿងដើម្បីឲ្យសាច់របស់យើងនឹងមានក្លិនកាន់តែឈ្ងុយយើងរំងាស់សាច់ជាមួយនឹងគ្រឿងនឹងប្រហែលជា5ទៅ10នាទីដើម្បីឲ្យសាច់របស់យើងនឹងមានក្លិនឈ្ងុយយើងបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់2ស្លាបព្រាបាយប្រេងខ្យង2ស្លាបព្រាបាយអំបិល1ចុងស្លាបព្រាម្សៅស៊ុបកន្លះស្លាបព្រាប៊ីចេងកន្លះស្លាបព្រាកូរឲ្យសព្វត្រឡប់ទៅត្រឡប់មកដើម្បីឲ្យសាច់របស់យើងនឹងចូលជាមួយនឹងគ្រឿងបានល្អខ្ញុំរំងាស់ទុកប្រហែលជា5ទៅ10នាទីទើបខ្ញុំបន្ថែមជាមួយនឹងទឹកស្អាតរបស់យើងនឹងចូលបន្តិចរំងាស់វាទុករយៈពេល40ទៅ45នាទីដើម្បីឲ្យសាច់របស់យើងនឹងកាន់តែឈ្ងុយហើយផុយល្អហើយរសជាតិកាន់តែឆ្ងាញ់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអាចសាកមកធ្វើវិធីនេះជាមួយនឹងខ្ញុំបានជួបគ្នានៅវីដេអូក្រោយ